នេះគឺជាសារមន្ទីរគុកហៅឡដែលជាគុកសម្រាប់ដាក់អ្នកទោសនយោបាយសម័យអាណានិគមនិយមបារាំងពាក្យថាគុកហៅឡនេះប្រជាជនហៅថាគឺជាច្រកទ្វារនរកឬក៏ច្រកចង្ក្រានភ្លើងដែលចូលមកហើយគឺមិនអាចមានជីវិតត្រឡប់ទៅវិញបាននោះទេសូម្បីតែទ្វារគុកក៏គេធ្វើពីដែកថែបគឺមានទម្ងន់រហូតដល់រាប់សិបតោនសូម្បីដុតឬក៏វៃក៏មិនអាចរបើកបានដែរហើយវាមានសោចាក់ជាច្រើនជាន់ថែមទៀតក្នុងនោះគេបានសូនរូបចម្លាក់ធ្វើទារុណកម្មជាច្រើនដែលគេចង់បញ្ជាក់ថាគុកហៅឡនេះគឺជាគុកដែលធ្វើទារុណកម្មដ៏សាហាវឃោរឃៅខ្លាំងបំផុតនៅទីក្រុងហាណូយប្រទេសវៀតណាមខាងជើងហើយការដាក់ទោសនេះគេបែងចែកជា3គឺការដាក់ទោសកម្រិតស្រាលការដាក់ទោសកម្រិតមធ្យមនិងការដាក់ទោសកម្រិតធ្ងន់ដោយការដាក់ទោសនេះគេបានដាក់ចម្រឹងជើងពួកគាត់ដោយដាក់ជាជួរតម្រៀបគ្នាមើលទៅពិតជាសាហាវមែនទែនដោយគេយកទៅធ្វើទារុណកម្មហើយគឺគេយកមកដាក់ចម្រឹងជើងវិញហើយគុកហៅឡនេះពិតជាងងឹតខ្លាំងមែនទែនប្រៀបបានថានរកដែលជាសុបិនដ៏អាក្រក់របស់អ្នកទោសនយោបាយគ្រប់រូបហើយវត្ថុទាំងអស់នេះដែលធ្វើឲ្យអ្នកទោសនយោបាយនៅក្នុងគុកហៅឡខិតខំតស៊ូប្រឹងរស់ដើម្បីទាមទារសិទ្ធិសេរីភាពមកវិញហើយរូបនេះគឺជារូបតំណាងឲ្យការខិតខំតស៊ូរបស់គាត់ក្នុងការជីករូងដីអស់រយៈពេលជាច្រើនឆ្នាំក្នុងការរត់គេចចេញពីគុកហៅឡនេះដែលធ្វើទារុណកម្មគាត់យ៉ាងសាហាវឃោរឃៅជាទីបំផុតហើយរូបភាពនេះគឺជារូបនាងហុងហ្គានដែលជាស្ត្រីម្នាក់គត់ដែលបានហែកគុករត់ចេញបានសម្រាប់ចំនួនបារាំងហើយបន្តមកទៀតគាត់បានចូលធ្វើជានាយកដ្ឋាននៅអង្គការ United Nations នៅក្នុងប្រទេសវៀតណាមខាងជើងហើយបន្តមកនាងហុងហ្គានត្រូវបានគេបាញ់សម្លាប់នៅពេលគាត់ចេញពីធ្វើការត្រឡប់មកផ្ទះវិញគាត់គឺជាស្ត្រីដ៏អស្ចារ្យនៅក្នុងចំណោមស្ត្រីផ្សេងទៀតដែលគាត់ហែកគុកចេញបានសម្រេចហើយនេះគឺជារូបតំណាងឲ្យអ្នកទោសនយោបាយស្ត្រីពូធំស្ត្រីដែលមានវ័យចំណាស់ដែលមានកូនតូចនិងមានជំងឺឈឺស្កាត់ត្រូវបានគេយកមកដាក់មួយដុំហើយឲ្យគាត់ញ៉ាំអាហារបានតិចតួចបំផុតហើយឲ្យពួកគាត់ប្រើប្រាស់ទឹកតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃហើយកន្លែងនេះគឺជាកន្ត្រកដែលគេសម្រាប់ដាក់ក្បាលមនុស្សដែលគេបានកាត់កហើយគេបានលើកយកមកដាក់ក្នុងកន្ត្រកនេះបន្ទាប់ពីគេបានប្រហារជីវិតរួចហើយនេះគឺជាឧបករណ៍សម្រាប់ប្រហារជីវិតដែលសាហាវឃោរឃៅជាទីបំផុតនៅលើពិភពលោកដោយការកាត់កប្រហារជីវិតនៅមុខប្រជាពលរដ្ឋនៅក្នុងគុកហៅឡនេះតែម្ដងជនជាតិបារាំងពិតជាធ្វើអាណានិគមសាហាវឃោរឃៅមែនទែននៅទីក្រុងហាណូយនៅវៀតណាមខាងជើងនេះហើយនេះគឺជាទារុណកម្មមួយទៀតគេបានយកមនុស្សដាក់ចូលក្នុងធុងសាំងហើយដុតអវយវៈភេទរបស់ពួកគាត់ដើម្បីសួរចម្លើយហើយមានដូចជាការដាល់ដូចជាការយកបាវសម្រាប់បិទដង្ហើមមិនឲ្យដករួចហើយនឹងការដាក់ចម្រឹងដែកនឹងជើងដែលធ្វើឲ្យអ្នកទោសពិបាកក្នុងការរើបំរាស់ហើយខ្នើយមួយនេះគឺសម្រាប់ស្ត្រីដែលសំខាន់ហើយស្ត្រីទាំងអស់ហ្នឹងអាចងូតទឹកមួយថ្ងៃបានតែម្ដងទេពេលខ្លះមួយអាទិត្យគាត់ងូតបានតែ2-3ដងតែប៉ុណ្ណោះហើយនេះគឺជាបង្គន់សម្រាប់អ្នកទោសនយោបាយប្រើប្រាស់រួមជាមួយនឹងរូបភាពដែលគេឲ្យអ្នកទោសនយោបាយសែងលាមកយកទៅចាក់ចោលជារៀងរាល់ថ្ងៃហើយនេះសុទ្ធតែជាសម្បត្តិដែលគេសរសេរអំពីការដាក់ទោសអ្នកនយោបាយស្រីនៅក្នុងគុកហៅឡនេះហើយនេះវិញគឺជារូបថតបារាំងដែលគេបានថតទុកកាលពីបារាំងធ្វើជាអាណានិគមនៅលើប្រទេសវៀតណាមឆ្នាំ1886ដល់ឆ្នាំ1889ហើយចំពោះកន្លែងនេះគឺជាកន្លែងដាក់អ្នកទោសនយោបាយកម្រិតធ្ងន់ដោយឲ្យគាត់រស់នៅដាច់ដោយឡែកពីគេដោយមិនឲ្យគាត់ជួបនឹងអ្នកណានោះទេដោយចាក់សោគាត់ឲ្យរស់នៅតែម្នាក់ឯងរហូតដល់គាត់ឈួតមានជំងឺផ្សៃប្រសាទរហូតដល់គាត់និយាយតែម្នាក់ឯងនេះហើយជាការធ្វើទារុណកម្មមួយយ៉ាងឃោរឃៅដែលធ្វើឲ្យពួកគាត់ឈឺរហូតដល់ស្លាប់ទស្សនវិជ្ជាទៅនេះហើយធ្វើឲ្យប្រទេសវៀតណាមគឺជាជនជាតិនិយមអាចយកឈ្នះសង្គ្រាមអាមេរិកហើយនិងបារាំងបានពេលស្ទោតាំងទាំងនេះហើយការកាត់កនេះហើយធ្វើឲ្យវៀតណាមមានការឈឺចាប់មែនទែនហើយតស៊ូរើបំរាស់ដើម្បីឯករាជ្យភាពដោយការតស៊ូធ្វើសង្គ្រាមរយៈពេលប៉ុន្មានឆ្នាំធ្វើឲ្យវៀតណាមទទួលបានឯករាជ្យភាពពីបារាំងមកវិញមានសិទ្ធិធ្វើនយោបាយនិងការពារប្រទេសជាតិឡើងវិញហើយឆ្នាំ1889គុកហៅឡនេះត្រូវបានរំសាយដោយជនជាតិវៀតណាមដោយបារាំងបានបន្សល់ភស្តុតាងខ្លះៗជាការធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើប្រជាជនវៀតណាមនៅទីក្រុងហាណូយប្រទេសវៀតណាមខាងជើងនេះសូមអរគុណចំពោះការទស្សនាបើមានកន្លែងខុសឆ្គងសូមមេត្តាអភ័យទោសដល់ខ្ញុំផងសូមអរគុណ